ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបចែកលេខរហ័សបំផុតសម្រាប់លេខចែកដែលមានកន្ទុយ00នៅខាងចុងទាំងតំណាងចែកនឹងតួចែកតែគេធ្វើបែបណាដើម្បីចែករហ័សសូមទស្សនាវីដេអូនេះទាំងអស់គ្នាធ្វើបែបណាដើម្បីឲ្យចែកលេខទៅរហ័សសម្រាប់លេខដែលមានលេខ0នៅខាងចុងដូចគ្នាបែបនេះណាតំណាងចែកក៏មានលេខ0តួចែកក៏មានលេខ0ចាអញ្ចឹងសំខាន់ត្រូវមើលទាំងសងខាងចាធ្វើយ៉ាងម៉េចឲ្យ0ទាំងតួចែកតំណាងចែកហ្នឹងកាត់ទៅឲ្យស្មើគ្នាមានន័យថាចេះកាត់ដល់ខាងតួចែកហ្នឹងចំនួន2តួអញ្ចឹងត្រូវកាត់ខាងតំណាងចែកក៏2តួដែរសម្រាប់លេខ0ណាបើខាងតួចែកមាន0តែ1តួដូច្នេះត្រូវកាត់ខាងតំណាងចែកលេខ0តែ1តួដែរចែកធ្វើម៉េចមានន័យថាខាងនេះក៏ប៉ុណ្ណឹងខាងនេះក៏ប៉ុណ្ណឹងឥឡូវមើលលេខនេះវិញចាលេខនេះតំណាងចែកមាន0កន្ទុយ2ចាហើយតួចែកមាន0កន្ទុយ2ដូចគ្នាដូច្នេះមុននឹងចែកគឺគេធ្វើបែបនេះណាចឹងយើងកាត់0នៅខាងតួចែកនេះមួយកាត់0ខាងតំណាងចែកនេះមួយចាបន្តមកទៀតកាត់ខាងតួចែកនេះមួយទៀតតំណាងចែកមួយទៀតមានន័យថាកាត់02ចោលដូចគ្នាចាកាត់02ចេញដូចគ្នាណាអញ្ចឹងនៅសល់តែ575តែជាមួយនឹង25តែប៉ុណ្ណោះអញ្ចឹងណាសម្រាប់លេខនេះវិញចាមើលទៅខាងតួចែកនិងតំណាងចែកចាអញ្ចឹងបើខាងតួចែកមាន02ហើយខាងតំណាងចែកមាន0កន្ទុយច្រើនអញ្ចឹងគេកាត់យកធ្វើឲ្យស្មើគ្នាណាកាត់ខាងតួចែកនេះមាន02ចេញទៅហើយកាត់ខាងតួកាត់ខាងតំណាងចែកនេះ02ចេញដូចគ្នាអញ្ចឹងនៅសល់តែ1080ចែកនឹង45ចាសម្រាប់លេខនេះវិញចាខាងតួចែកមានកន្ទុយ02ខាងតំណាងចែកមានកន្ទុយ03អញ្ចឹងកាត់តា022ចេះទៅចាអញ្ចឹងចែកបានហើយសម្រាប់លេខនេះវិញមានតួចែកមាន0តែមួយទេខាងតំណាងចែកក៏មាន0តែមួយដូចគ្នាដូច្នេះអ្នកទាំងអស់គ្នាត្រូវកាត់រៀបនេះណាកាត់0ខាងតួចែកមួយតំណាងចែកមួយតាឥឡូវចាប់ផ្ដើមចែកតែម្ដងចាអញ្ចឹងតួចែកនៅសល់តែ25ទេតែ2តួទេកាត់2ខ្ទង់ណាចាលេខ2បាន10បាន5 2 2ដងតាចាប់ផ្ដើមគុណតែម្ដង2 5ដង10ចា0តែ6 2 2 14 4ចូល1 5ចា7ដក0សល់7លេខ5ចាអញ្ចឹងបាន3ដង3 5 10 15ចាសេរី5តាទុក1 3 2ដង6 6 6 7ចាតមកខាងនេះម្ដងអញ្ចឹងតួចែកមាន2តួកាត់2តួដែរ10ចែកនឹង45កាត់ទេអាកាទេអញ្ចឹងកាត់ពីខ្ទង់នេះអញ្ចឹងលេខ4ត្រូវនឹងលេខ10សំខាន់គឺតួចែកខាងមុខណាអញ្ចឹងលេខ4គឺចានឹងលេខ10ដោយសារតែខាងតំណាងចែកនេះកាត់ទៅមាន3តួខាងតួចែកមានតែ2តួអញ្ចឹងតួចែកខាងមុខគឺត្រូវនឹងលេខ10ណាអញ្ចឹង4ប្រមាណ10បាន10 4 2ដងអញ្ចឹងសាក់12ដងទៅអញ្ចឹងសូត្រពីក្រោយមកវិញ5 2ដង10ចាគឺ0តាទុក2 4ដង8 8បូក1 9ចាចាប់10ដងលេខនេះដកបានណាចាប់10ដកតែម្ដង8ដក0នៅសល់8 0ដក9អត់កើតទេខ្ចីពីខាងនេះមកសល់0ឡើង10 19សល់1ចាបន្តមកតម្លាក់លេខ0មកមួយទៀតចាបាន180យកចែកនឹង45អញ្ចឹងបានប្រមាណដងអញ្ចឹងបើសិនជាតំណាងចែកមាន3តួចែកមានតែ2តួទេមានន័យថាតួចែកខាងមុខលេខ4នេះគឺត្រូវនឹងលេខគឺគូនឹង18នេះណាអញ្ចឹង4ប្រមាណដងបាន18 4 ដង16ចា4 5ដង20ឡើងដាក់4 4ដងចាចុះសូត្រទៅវិញមក4 5ដង20សិ0តែទៅ2 4 4ដង16បូក2 18ចាឃើញដូច្នេះណាចាលេខម្ដងចាលេខនេះចាសល់តែ890ចែកជាមួយនឹង5ចាអញ្ចឹងតួចែកមានតួកាត់មានតួដែរ5ប្រមាណដងបាន8 5ម្ដង5ចា8 15សល់3កាន់លេខ9 39ចែកនឹង5បាន7ដង35ចាបាន7ដង35អញ្ចឹង9ដក5នៅសល់4 3ដក3 0ចាអញ្ចឹងតម្លាក់លេខ0ចាអញ្ចឹង5ប្រមាណដងបាន40 5 8ដង40ចា40 0តើលើលេខខាងនេះម្ដងចាអញ្ចឹងតួចែកមានតួកម្មតួចែកបានទេចាក់ពីតួ5 2ដង10 10 2 10 0ចាតម្លាក់លេខ0 0ចែកនឹង5បានទេបាន0ដង5 0ដង0ចាបន្តមកទៀតតម្លាក់លេខ5ទៀតបានម្ដង5ម្ដង5 15 0ចាដូច្នេះចាលេខដែលមានតួចែកមានកន្ទុយ00និងតំណាងចែកមានកន្ទុយ00គឺធ្វើបែបនេះគឺចែកទៅរហ័សជាងចែកលេខធម្មតាណាចែកទៅរហ័សសម្រាប់វិធីបញ្ជាក់វិញគឺងាយស្រួលទេគ្រាន់តែបូកចាគ្រាន់តែបូកដំណើរតួចែកជាមួយនឹងចាតួចែកបូកចូលគ្នាមក5បូក4 9នេះគឺជាវិធីបញ្ជាក់លេខចែកណាចំណែកខាងខចែកវិញចាយកបូកចូលគ្នា4បូក2ស្មើ6ចាអញ្ចឹងយើងយកទាំងពីរនេះគុណចូលគ្នាណា9 6 9 54យើងបូកចូលគ្នាទៀតណា54ស្មើនឹង9ចាតែបើថាមានសំណល់គេបូកចូលមួយសំណល់ទៀតណាកន្លែងនេះចាតោះឥឡូវមកចម្លើយវិញម្ដងអញ្ចឹងអានេះ1បូកនឹង8នេះបូកនឹងណាចែកចា8បូក1 9ចាអញ្ចឹងរបៀបចែកវិធីវិជាលេខចែកគឺធ្វើបែបនេះណាបើសិនកន្លែងនេះដូចគ្នាគឺពិតជាត្រឹមត្រូវតោះកន្លែងមួយទៀតអញ្ចឹងនេះតំណាងចែកលេខ5ចាផលចែក2បូក1ចា3 5ដង15បូកចូលគ្នាស្មើ6តោះឥឡូវមើលតំណាងចែក5បូក1 6កាលណាគឺបែបនេះមានថាការចែកលេខនឹងពិតជាត្រឹមត្រូវចាសូមអរគុណសម្រាប់ការតាមដាននិងទស្សនា